សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីអភិវឌ្ឍខ្លួនថ្ងៃនេះយើងនឹងដឹងអំពីប្រធានបទដ៏សំខាន់មួយគឺដំណើរទៅកាន់ភាពជោគជ័យចាប់ផុសតាមមកពីការគ្រប់គ្រងពេលវេលាពេលវេលាជាធនធានដ៏មានតម្លៃដែលមិនអាចទិញឬស្តារឡើងវិញបានហើយការគ្រប់គ្រងវាឲ្យបានល្អគឺជាជំហានដំបូងឆ្ពោះទៅរកជោគជ័យក្នុងរាល់ជំហាននៃជីវិតពេលវេលាជាធនធានដ៏មានតម្លៃពេលវេលាគឺជាទ្រព្យសម្បត្តិដ៏ធំបំផុតដែលមនុស្សគ្រប់គ្នាមានស្មើគ្នាគឺ24ម៉ោងក្នុងមួយថ្ងៃប៉ុន្តែអ្វីដែលបង្ហាញពីភាពខុសគ្នារវាងអ្នកជោគជ័យនិងអ្នកភាគច្រើនគឺរបៀបដែលពួកគេប្រើប្រាស់ពេលវេលានោះប្រសិនបើយើងអន់ពេលវេលាទៅលើរឿងឥតប្រយោជន៍ឬមិនផែនការវាយើងនឹងបាត់បង់ឱកាសដ៏ធំធេងដើម្បីធ្វើឲ្យជីវិតរបស់យើងកាន់តែប្រសើរឧទាហរណ៍លោកសុកសេងហាក់ជាសហគ្រិនវ័យក្មេងនៅភ្នំពេញបានចាប់ផតាមមកថ្ងៃរបស់គាត់នៅម៉ោង5ព្រឹកជារៀងរាល់ថ្ងៃដោយផែនការងារច្បាស់លាស់ដែលអនុញ្ញាតឲ្យគាត់ធ្វើការងារច្រើនជាងមហាជនផ្សេងទៀតនិងសម្រេចគោលដៅអាជីវកម្មបានយ៉ាងឆាប់រហ័សអត្ថប្រយោជន៍នៃការគ្រប់គ្រងពេលវេលាការគ្រប់គ្រងពេលវេលាឲ្យបានល្អមិនត្រឹមតែផតលោឲ្យយើងនៅភាពស្ងប់សុខនិងប្រសិទ្ធភាពប៉ុណ្ណោះទេថែមទាំងជួយឲ្យយើងឈានដល់គោលដៅផ្ទាល់ខ្លួននិងវិជ្ជាជីវៈផងដែរការសិក្សាពីអង្គការ Productivity Insights បានបង្ហាញថាមនុស្សដែលគ្រប់គ្រងពេលវេលាបានល្អមានឱកាសជោគជ័យខ្ពស់ជាង 30% បើធៀបនឹងអ្នកដែលមិនធ្វើដូច្នេះឧទាហរណ៍កញ្ញាស្រីនាងជាសិស្សនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រើបច្ចេកទេសPomodoro ធ្វើការជាក្រុម25នាទីបន្ទាប់មកសម្រាប់5នាទីដើម្បីរៀនសូត្រប្រកបដោយប្រសិទ្ធភាពនិងទទួលបានជោគជ័យថ្នាក់ល្អឥតខ្ចោះខណៈក៏មានពេលសម្រាប់ផងវិធីគ្រប់គ្រងពេលវេលាឲ្យបានល្អដើម្បីគ្រប់គ្រងពេលវេលាឲ្យមានប្រសិទ្ធភាពយើងអាចអនុវត្តជំហានខាងក្រោម1ផែនការងារសរសេរការងារប្រចាំថ្ងៃនិងដាក់អាទិភាពដោយប្រើបច្ចេកទេស Eisenhower Matrix សំខាន់នឹងផ្លែផ្កាភ្លាម2កំណត់ពេលវេលាច្បាស់លាស់សម្រាប់ការងារនីមួយៗនិងគោរពវា3ជៀសវាងការរំខានបិទសារជ្រៀតចូលឬកំណត់ពេលវេលាជាក់លាក់សម្រាប់សារសង្គមអនឡាញ4សម្រាប់ឲ្យបានគ្រប់គ្រាន់ការសម្រាប់ខ្លីៗដូចជា10ទៅ15នាទីជួយឲ្យខួរក្បាលធ្វើការបានល្អឡើង5វាយតម្លៃពិនិត្យឡើងវិញនៅចុងថ្ងៃដើម្បីឃើញអ្វីដែលត្រូវកែលម្អនិងរៀនពីបទពិសោធន៍ឧបសគ្គក្នុងការគ្រប់គ្រងពេលវេលាឧបសគ្គចម្បងក្នុងការគ្រប់គ្រងពេលវេលារួមមានការពន្យារពេលការរំខានពីសារសង្គមអនឡាញនិងការខ្វះការផែនការពន្យារពេលញឹកញាប់កើតឡើងដោយខ្វះការបដិជ្ញាភារឬការគ្រប់គ្រងអារម្មណ៍មិនល្អឧទាហរណ៍លោករតនៈដែលជាបុគ្គលិកការិយាល័យម្នាក់បានចំណាយពេល3ម៉ោងលើការមើលវីដេអូកម្សាន្តដែលធ្វើឲ្យគាត់មិនអាចបញ្ចប់រាល់ការងារបានទាន់ពេលវេលាដើម្បីដោះស្រាយបញ្ហានេះគាត់បានដាក់កម្រិតពេលវេលាលេងសង្គមអនឡាញត្រឹម30នាទីក្នុងមួយថ្ងៃនិងប្រើកម្មវិធីប្រភេទ Blocker ដើម្បីកាត់បន្ថយការរំខានករណីជោគជ័យពិតលោកប៊ុនសុកហេងជាសហគ្រិនវ័យ35ឆ្នាំបានបង្កើតក្រុមហ៊ុនចែកចាយផលិតផលកសិកម្មដ៏ជោគជ័យដោយផ្អែកលើការគ្រប់គ្រងពេលវេលាល្អគាត់ចាប់ផតាមកថ្ងៃនៅម៉ោង6ព្រឹកជារៀងរាល់ថ្ងៃដោយផែនការងារច្បាស់លាស់និងបែងចែកពេលវេលាសម្រាប់គ្រួសារការងារនិងការអភិវឌ្ឍខ្លួននេះផតលោឲ្យគាត់នៅសមតុល្យរវាងជីវិតផ្ទាល់ខ្លួននិងអាជីវកម្មនិងជួយឲ្យគាត់ធ្វើឲ្យសម្រេចគោលដៅដូចជាការពង្រីកទីផ្សារទៅកាន់បងប្អូនតាខេត្តផ្សេងទៀតលើសពីនេះលោក Elon Musk ដែលជាមហាសេដ្ឋីអាមេរិកបានប្រើការគ្រប់គ្រងពេលវេលាដ៏តឹងរ៉ឹងដើម្បីគ្រប់គ្រងក្រុមហ៊ុន Tesla និង SpaceX ទន្ទឹមនឹងការចំណាយពេលជាមួយគ្រួសារដែលបង្ហាញថាការគ្រប់គ្រងពេលវេលាអាចជួយឲ្យឈានដល់កម្រិតខ្ពស់បំផុតនៃជោគជ័យការគ្រប់គ្រងពេលវេលានិងភាពជោគជ័យការគ្រប់គ្រងពេលវេលាល្អគឺជាមូលដ្ឋាននៃភាពជោគជ័យក្នុងរាល់វិស័យវាជួយឲ្យយើងធ្វើការមានប្រសិទ្ធភាពបង្កើតឱកាសថ្មីៗនិងរក្សាសមតុល្យជីវិតការសិក្សាព Harvard Business Review បានរកឃើញថាមនុស្សដែលផែនការងារប្រចាំថ្ងៃនិងគ្រប់គ្រងពេលវេលាបានល្អមានឱកាសជោគជ័យ 40% ខ្ពស់ជាងអ្នកដែលគ្មានផែនការ
ឧទាហរណ៍កញ្ញាច័ន្ទនេះដែលជាគ្រូបង្រៀននៅសាលាបឋមសិក្សាបានប្រើការគ្រប់គ្រងពេលវេលាដើម្បីរៀបចំមេរៀននិងស្រាវជ្រាវផ្ទាល់ខ្លួនដែលធ្វើឲ្យនាងទទួលបានរង្វាន់គ្រូល្អប្រចាំឆ្នាំ ឧបករណ៍ជំនួយក្នុងការគ្រប់គ្រងពេលវេលា ក្នុងយុគសម័យឌីជីថលនេះមានឧបករណ៍ជាច្រើនដែលអាចជួយគ្រប់គ្រងពេលវេលាដូចជា Google Calendar, ដើម្បីផែនការងារនិងកំណត់ការណាត់ជួប Trello, ដើម្បីគ្រប់គ្រងគម្រោងជាក្រុម Forest App, ដើម្បីកាត់បន្ថយការរំខានពីទូរស័ព្ទ Notion, ដើម្បីសរសេរផែនការវែងខ័ណ្ឌ ការគ្រប់គ្រងពេលវេលានិងសុខភាពចិត្ត ការគ្រប់គ្រងពេលវេលាល្អមិនត្រឹមតែជួយឲ្យយើងជោគជ័យក្នុងការងារប៉ុណ្ណោះទេថែមទាំងជួយឲ្យមានសុខភាពចិត្តល្អផងដែរ ការស្រាវជ្រាវពោល World Health Organization WHO, បានបង្ហាញថាមនុស្សដែលគ្រប់គ្រងពេលវេលាបានល្អមានហានិភ័យធ្លាក់ក្នុងជំងឺធ្លាក់ផ្លូវចិត្តទាបជាង 25% ដោយសារពួកគេមានសមតុល្យរវាងការងារនិងការសម្រាក ឧទាហរណ៍លោកសុកសេងហាក់បានផ្ដល់ពេលវេលាឲ្យខ្លួនឯងធ្វើលំហាត់ប្រាណ 30 នាទីក្នុងមួយថ្ងៃដែលជួយឲ្យគាត់មានថាមពលនិងផតតអារម្មណ៍លើការងារបានល្អឡើង សេចក្តីសន្និដ្ឋាន ដំណើរទៅកាន់ភាពជោគជ័យចាប់ផតមកពីការគ្រប់គ្រងពេលវេលា ដោយរៀនគ្រប់គ្រងពេលវេលាឲ្យបានល្អយើងអាចឈានទៅរកគោលដៅរបស់យើងរក្សាសុខភាពចិត្តនិងរស់នៅជាមួយនឹងភាពសុខដុមរមនា សូមអរគុណសម្រាប់ការរស់តាប់និងជួបគ្នាវិញនៅកម្មវិធីក្រោយ ជម្រាបលា